ចាសួស្តីសាជាថ្មីក្នុងការមកដល់ Channel របស់ខ្មែរចានៅវីដេអូទី2នេះគឺនាងខ្ញុំនឹងបង្រៀនបញ្ចេញជាអ្នកជាបន្តតពីវីដេអូទី1ចាប៉ុន្តែមុននឹងចូលដល់មេរៀនបន្តយើងសូមរំលឹកមេរៀនចាស់សិនដើម្បីឲ្យយើងចាំចាកាលពីវីដេអូមុនគឺយើងបានរៀន5បញ្ចេញជាអ្នកគឺបញ្ចេញទី1 Kia Phiên bản thứ 2 Nín Phiên bản thứ 3 Pig Real និងភ្លេងជាអ្នក meme ចាតើបងប្អូនបានស្គាល់នឹងចាំភ្លេងជាអ្នកទាំង5នេះហើយឬនៅបើសិនយើងចាំហើយគឺយើងអាចបន្តមេរៀនទៅខាងមុខទៀតបានចានៅថ្ងៃនេះផងដែរខ្ញុំនឹងលើកយក5ភ្លេងជាអ្នកទៀតមកបង្រៀនអញ្ចឹងយើងរៀនម្ដងបន្តិចប៉ុន្តែកុំរៀនទៅដល់ខាងមុខផ្លេចខាងក្រោយដូច្នេះយើងត្រូវរំលឹកមេរៀនចាស់របស់យើងសិនចាអញ្ចឹងគឺយើងចាំហើយគឺមាន5ភ្លេងជាអ្នកនេះតែយើងបានរៀនពីមេរៀនទី1ចាឥឡូវនេះយើងចូលដល់មេរៀនទី2គឺភ្លេងជាអ្នក5ជាបន្តទៀតចាប់ភ្លេងជាអ្នកទី6គឺ Pip ចាប់ Pip វាមានរាងដូចជាអក្សរមុខខ្មែរយើងអញ្ចឹងចាចំពោះ Mip គឺវាមានសំឡេងស្មើនឹងបផហើយនឹងផជាជាជាបន្តគឺ Seed វាមានសំឡេងអក្សរសជាបន្តគឺអៀងគឺវារាងដូចជាលេខ0អញ្ចឹងសំឡេងវាគឺស្មើនឹងអក្សរអចំពោះអៀងនៅពេលដែលយើងយកទៅប្រកបជាមួយនឹងអក្សរឬក៏ស្រៈគឺវាពុំមានសំឡេងទេដោយសារវាមានសំឡេងអអញ្ចឹងនៅពេលដែលវាបង្គាប់ជាមួយនឹងស្រៈវាប្រកបជាមួយស្រៈគឺវាពុំមានសំឡេងទេវាស្មើនឹងអក្សរអខ្មែរយើងអញ្ចឹងគឺសំឡេងអគឺបើនៅមិនឯងទៅមានសំឡេងបើនៅជាមួយគេគឺបាត់សំឡេងហើយប៉ុន្តែវាមានតួប្រកបជាមួយនឹងគេដែរចាប់ភ្លេងជាអ្នកទីបន្ទាប់គឺ Cheat វាមានរាងស្រដៀងនឹងសៀតដែរប៉ុន្តែវាមានក្បាលពីលើសំឡេងរបស់វាគឺស្មើនឹងអក្សរចហើយនឹងឆប៉ុន្តែវាមានសំឡេងស្រាលជាងឆគឺមិនមែនឆទេគឺឆរបៀបស្រាលភ្លេងជាអ្នកជាបន្តគឺ Cheat វាមានសំឡេងស្មើនឹងអក្សរឆហើយនឹងឈចំពោះ Cheat វាមានសំឡេងឆដែរមិនដែលស្រាលប៉ុន្តែបើ Cheat គឺសំឡេងធ្ងន់គឺស្មើនឹងឆហើយនឹងឈចាអញ្ចឹងនៅថ្ងៃនេះមេរៀនវីដេអូទី2នេះគឺខ្ញុំលើកយក5តួអក្សរនេះមកបង្ហាញជាបន្ទាប់ហើយវាមានសំឡេងស្មើអីខ្លះអញ្ចឹងបងប្អូនតាមដានវីដេអូទី1មកយើងគឺបាន10តួភ្លេងជាអ្នកហើយចាអញ្ចឹងដើម្បីបើសិនជាបងប្អូនចង់តាមដានទៅមេរៀនជាបន្តសូមកុំភ្លេចតាមដានមេរៀនជាបន្តគឺវីដេអូទី3នឹងចេញជាបន្តទៀតចាចំពោះអ្នកដែលមិនទាន់ចេះសោះគឺខ្ញុំរៀនខ្លីៗយឺតងាយស្រួលយល់បើបងប្អូនតាមដានពីវីដេអូទី1មកគឺងាយស្រួលចាប់បានមែនទេចាអញ្ចឹងសូមអរគុណសូមតាមដាននៅវីដេអូជាបន្តទៀតចាសូមអរគុណ